bà xong chụp điệp xua bom ôn chôn đâm chia từng ở chỉ tim tay chỉ được xe bom ôn sau rồi chôn đâu nè sẽ mót hai cái xong chụp điệp xua đo này mình vẫn đi hai nàng bom pro mình thôi rôm thành côn say mua đan nhìn na đâu xà ra làm đây hai cái xong chụp điệp xua đo lục kê này mình sôi ra lục ta sốt thông bom say sọc chan này đi hai nàng lục bột bò liêng bom pro mặt phat kri phê đâu Canada từng ó hai nàng sau rồi chôn từng ó đại tai tạiอุปถัมภ์ Thai Vika តាមរយៈក្រុមការងារអ្នករាយការណ៍ពិសេសព្រឹកនេះយើងមានកិត្តិយសណាស់បានចុះមកដល់ភូមិ4ឃុំស្វាយរលំស្រុកស្អាងខេត្តកណ្ដាលសាជាថ្មីម្ដងទៀតហើយគឺមកដល់នេះគឺមកដល់ផ្ទះរបស់បងស្រីច័ន្ទលំអងដែលជានារីក្រីក្រហើយថែមទាំងមានផ្ទុកមេរោគអេដទៀតផងយើងព្រឹកនេះគឺយើងមកនាំយកអង្គ3បាវមកឧបត្ថម្ភគ្រួសារបងស្រីច័ន្ទលំអងហ្នឹងហើយអង្គ3បាវហ្នឹងគឺជាថវិការបស់អ្នកមីងវ៉ាន់ឌីដែលគាត់ផ្ញើមកចំនួន$125ក្នុងនោះគាត់ឧបត្ថម្ភអ្នករាយការណ៍ពិសេស$25ហើយ$100ហ្នឹងគឺសម្រាប់គម្រោងជួយដល់កុមារពេលណាដែលយើងមកចុះមកលោកបុនយើងផ្សព្វផ្សាយពីកុមារតូច4នាក់ដែលអត់មានឪពុកម្ដាយបោះបង់ចោលហើយខ្វះការអប់រំនោះគាត់កើតអាណិតចិត្តអាណិតអាសូរដូចអ្នករាយការណ៍ពិសេសអញ្ចឹងយើងចុះមកនេះយើងទិញអង្គ3បាវហើយតិចទៀតហ្នឹងគឺយើងនឹងនាំយកពួកគាត់ហ្នឹងទៅនៅជាមួយអ្នករាយការណ៍ពិសេសដើម្បីឲ្យគាត់មានការរៀនសូត្រគ្រប់គ្រាន់ហូបចុកគ្រប់គ្រាន់ដើម្បីគិតទៅដល់អនាគតដូច្នេះហើយថវិកាដែលនៅសេសសល់យើងនឹងផ្គត់ផ្គង់គាត់នាពេលបន្តទៀតគឺតាមរយៈសម្លៀកបំពាក់ម្ហូបអាហារហើយនឹងចោះឈ្មោះចូលរៀនហើយក្នុងនោះក៏សូមថ្លែងអំណរគុណដល់លោកពូកេនអ្នកមីងសូរិយាដែរលោកពូកេនដែលគាត់បានទូរស័ព្ទមកខ្ញុំពីម្សិលមិញហ្នឹងគាត់ថាគាត់ក៏បានមានចិត្តអាណិតអាសូរដល់កុមារ4នាក់ហើយទាំងឥឡូវថែមម្នាក់ទៀតដែរគឺកូនបងស្រីច័ន្ទលំអងគឺខាងនេះគឺម្នាក់ទៀតឡើងដល់5ហើយអញ្ចឹងម្នាក់នេះកូនបងច័ន្ទលំអងហើយអូនទូចនេះក៏កូនគាត់ដែរប៉ុន្តែនៅតូចពេកហើយអញ្ចឹង4នាក់នេះហ្នឹងគឺពោះមួយគាត់4នាក់គឺប្រុស2ស្រី2ហ្នឹងគឺអាយុបងគេ15ឆ្នាំហ្នឹងអត់បានទៅរៀនទេហើយ2នាក់នេះបានទៅរៀនហើយម្នាក់តូចអត់តាន់ចូលរៀនទេអញ្ចឹងនៅពេលណាដែលយើងយកគាត់ទៅហ្នឹងគឺឲ្យរៀនទាំងអស់គ្នាហ្មងជាមួយអ្នករាយការណ៍ពិសេសអញ្ចឹងលោកពូកេហ្នឹងគាត់បានទូរស័ព្ទមកគាត់ថាគាត់នឹងឧបត្ថម្ភថវិកាប្រចាំឆ្នាំហ្មងគឺមួយឆ្នាំហ្នឹង$500អញ្ចឹងទេគឺយើងសូមថ្លែងអំណរគុណជួសមកឲ្យកុមារតូចនេះហើយសូមថ្លែងអំណរគុណដល់លោកពូកេអ្នកមីងសូរិយាដែលតែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភជនក្រីក្រតាមរយៈអ្នករាយការណ៍ពិសេសមិនចេះចប់មិនចេះហើយបណ្ដាដាច់ហើយគាត់រស់នៅសហរដ្ឋអាមេរិកដែរឥឡូវនេះគឺឈ្មោះសពរជនរបស់យើងដែលខ្ញុំបានអានអំបញ្ញមិញនេះហ្នឹងគឺជាអ្នកចាប់អារម្មណ៍លើគម្រោងកុមារតូចហ្នឹងហើយចំណែកបងស្រីសុកច័ន្ទនារីហ្នឹងគឺបងស្រីបានដឹងដំណឹងថាប្អូនប្រុសនេះគឺកូនស្រីបងច័ន្ទលំអងនេះគឺធ្វើសំណង់អត់បានទៅរៀនទេឥឡូវហ្នឹងគឺថ្ងៃនេះយើងមកលើកនេះបានជួបមុខគាត់ហើយចឹងមកលើកមុនហ្នឹងនាំយកថវិកាបងស្រីច័ន្ទលំអងហ្នឹងគឺបងស្រីសុកច័ន្ទនារីហ្នឹងឧបត្ថម្ភបងច័ន្ទលំអងហ្នឹង$50ដើម្បីឲ្យមើលការខុសត្រូវកូនតូចអញ្ចឹងដោយឡែកអង្គ3បាវនេះគឺយើងទិញនេះគឺមិនមែនសម្រាប់ឧបត្ថម្ភកុមារតូច5នាក់ដែលត្រូវយកទៅជាមួយអ្នករាយការណ៍ពិសេសទេគឺ3បាវគឺសម្រាប់ទុកគ្រួសារអ្នកមីងបងស្រីច័ន្ទលំអងសម្រាប់មិនដឹងថាហូបបានប្រហែលថ្ងៃប្រហែលខែទេមួយបាវហ្នឹងគឺ50គីឡូហើយគ្រួសារអ្នកមីងច្រើនដែរមិនអញ្ចឹងណានៅជុំគ្នាហើយមើលឃើញលំបាកវេទនាមែនទេអញ្ចឹងទេខ្ញុំចង់ជម្រាបប៉ុណ្ណឹងហើយខ្ញុំក៏ចង់សួរយោបល់របស់សម័យខ្លួនគឺកុមារតូចថាចែកចង់ទៅរស់នៅជាមួយអ្នករាយការណ៍ពិសេសចង់ទៅរស់នៅជាមួយបងប្រុសអត់ហើយនឹងសួរយោបល់លោកយាយផងដែរប៉ុន្តែមុននឹងសួរយោបល់ហ្នឹងគឺសូមជម្រាបសួរដល់លោកពូដែលជាអាជ្ញាធរដែនដីគឺជំទប់ទី1ជំទប់ទី2នៅក្នុងឃុំស្វាយរលំមកពីគណៈបក្សសង្គ្រោះជាតិហ្នឹងណាគាត់ចោះមកជាមួយអ្នករាយការណ៍ពិសេសហើយសូមថ្លែងអំណរគុណមែនទែនបានជួយយកចិត្តទុកដាក់អញ្ចឹងនៅពេលបន្តិចទៀតនេះប្រសិនបើពួកគាត់ព្រមតនៅហ្នឹងដល់លោកពូជួយធ្វើជាសាកសីជួយធ្វើជាលិខិតស្នាមដើម្បីជៀសវាងនៅបញ្ហាផ្សេងបាទអញ្ចឹងលោកពូមានចំណាប់អារម្មណ៍យ៉ាងណាដែរមុននឹងយើងសួរយោបល់ពីកុមារតូចក៏ដូចជាលោកយាយដែលជាអ្នកមើលការខុសត្រូវកុមារហ្នឹងលោកពូគិតថាប្រសិនបើខ្ញុំសំណូមពរចង់បានកុមារតូចទៅនៅជាមួយលោកពូយល់ឃើញយ៉ាងម៉េចដែរក្នុងនាមអាជ្ញាធរដែនដីបាទខ្ញុំនៅផាសន្ទុកទី2ឃុំស្វាយលំនេះសូមត្រេកអរទីបំផុត
ហើយនឹងខ្លែងមកគុណដល់ក្រុមការងារដែលបានចុះមកជួយចែករំលែកទុកលំបាករបស់ប្រជាពលរដ្ឋស្រីត្រដោយជាប់ដោយមេរោគអីទៀតដូច្នេះខ្ញុំរំភើបបាទរំភើបក្រៃលែងបាទខ្ញុំសូមអរគុណបាទអរគុណច្រើនលោកពូចាលោកតាមានចង់មានសម្ដែងការចាប់អារម្មណ៍យ៉ាងម៉េចដែរបាទទុកទី1ខ្ញុំមកតាមចានទុកទី1គុំស្វាយលំនេះឥឡូវហ្នឹងខ្ញុំក៏បានឃើញតលចំពោះបងអូនដែលមានសពរស់ជនហ្នឹងណាសម្រាប់ឲ្យសពរស់ជនមកជួយដល់កូនក្មួយនៅក្នុងគុំស្វាយលំទៅកៃក្រឲ្យគ្នាទុកដល់មេរោគអីទៀតបាទនេះគ្នាខ្វះខាតឥឡូវហ្នឹងបើគ្នាស្ម័គ្រចិត្តថាប្រគល់កូនឲ្យទៅខាងអូនហ្នឹងគឺថាស្ម័គ្រចិត្តអាហ្នឹងឲ្យគាត់ជួយទៅសាលាឃុំទាំងអស់គ្នាធ្វើសម្បត្តិបាទហើយខ្ញុំក៏ថ្លែងអំណរអគុណដែរដល់កូនដែរមានតំណាងឯមកហ្នឹងបាទកូនចៅក្នុងឃុំនេះបាទអរគុណសូមបាទអរគុណច្រើនលោកតាឥឡូវចង់ដឹងអារម្មណ៍លោកយាយដែលតែងតែមើលកុមារតូចទាំង4ទាំង5នាក់ហ្នឹងហើយលោកយាយក៏ជាម្ដាយរបស់បងស្រីច័ន្ទលំអងដែរលោកយាយនៅពេលណាដែលខ្ញុំចង់ស្នើកុមារហ្នឹងទៅនៅជាមួយខ្ញុំដើម្បីផ្ដល់ការអប់រំហើយនឹងអាហារគ្រប់គ្រាន់តើលោកយាយយល់ឃើញយ៉ាងម៉េចដែរបាទសូមអញ្ជើញចង់ដឹងយោបល់ពិតប្រាកដហើយសូមអរគុណនឹងក្រុមការងារដែលខាងសង្គ្រោះជាតិមកជួយយកចៅខ្ញុំដែលកព្រាតែចាំនេះខ្ញុំសូមអរគុណដែលជាអនាយចៃខ្ញុំរកអីប្រៀបស្មើគ្មានទេប៉ុន្តែយល់ព្រមឲ្យទៅអត់យល់ព្រមឲ្យទៅអូតែដៃមួយអញ្ចឹងបាទខ្ញុំខ្លួននៅជាមួយខ្ញុំអត់មានអនាគតខ្ញុំអត់មានលុយផ្ដល់ឲ្យចៅរៀនសូត្រអត់មានលុយទិញសភៅអត់មានលុយអីទាំងអស់ខ្ញុំគ្រាន់តែទីបំផុតចាហើយចាខ្ញុំមានអីជួយបងខ្ញុំដើរធ្វើស្មៅឲ្យគេខ្ញុំដើរបែកតកួនបែយកមកចាំចៅគ្រាន់500ទៅរៀនខ្ញុំអត់មានអីសោះឡើយគឺសពរជនទាំងអស់នឹងដែលនៅក្នុងប្រទេសក្រៅប្រទេសនឹងជួយយកចៅខ្ញុំទៅចិញ្ចឹមបីបាច់ថែសារនេះខ្ញុំសូមអរគុណជាអនេកសូមអរគុណសូមឲ្យបានសេចក្តីសុខដែលមកយកវែងរកស៊ីតែទទួលទានដែលមានបានដែលឧបត្ថម្ភដល់គ្រួសារខ្ញុំក្រីក្រនេះសូមឲ្យទេវតាជួយថែសារអ្នកទាំងអស់គ្នាទាំងអ្នកទប់ទី1ទី2ទាំងបងកូនក្មួយអីនៃអ្នកទាំងអស់អ្នកជំនួយការពិសេសនេះសូមឲ្យពរឲ្យជ័យទេវតាណាំថ្មីជួយថែសារទាំងអស់បានសេចក្តីសុខសេចក្តីចម្រើនណាបងណាបាទតាឥឡូវចង់ដឹងសារខ្ញុំនេះបាទចង់ដឹងកុមារអូនបងគេអាយុ15ឆ្នាំស្រីនេះត្រូវណាចាមើលឥឡូវហ្នឹងចង់សៃនៀតនេះនេះសៃនៀតនេះសៃនេះចាបាទហើយក៏ខាងនេះឈ្មោះអីវណ្ណរាជអូសវណ្ណរាជឈ្មោះព្រោះដល់ទៅកូនគេឈិញបាទតាសៃនេះឥឡូវហ្នឹងស្ដាប់លោកតាលោកពូលោកយាយច្បាស់ហើយណាគាត់ថាគាត់យល់ព្រមឲ្យ4នាក់អូនឯងហ្នឹងទៅនៅជាមួយអ្នករាយការណ៍ពិសេសដើម្បីទៅអប់រំទៅរៀនសូត្រដើម្បីមានអាហារហូបចុកគ្រប់គ្រាន់អញ្ចឹងឥឡូវហ្នឹងចង់ក្នុងអារម្មណ៍ហ្នឹងចង់ទៅជាមួយបងហ៎មូលហេតុអីដែរពួកខ្ញុំទៅហ្នឹងបានរៀនបាទអញ្ចឹងស្ម័គ្រចិត្តទៅណាបាទហើយចុះសៃនៀតព្រមទៅអត់កូនព្រមទៅហ៎ព្រមទៅណាបាទអញ្ចឹងទៀតដៃមួយសប្បាយចិត្តមែនទេចុះសវណ្ណរាជព្រមទៅជាមួយបងហ៎អាយ៉ាបាទចាឡើយឈិញតាឈិញមកគេឈិញតាព្រមតើហ៎ទៅរៀនតើអូសោះស្រួលតែមកហើយពេលណាដែលយើងមានកម្រងយកពួកគាត់4នាក់ទៅហ្នឹងបងស្រីច័ន្ទលំអងហ្នឹងគាត់មានកូនប្រុសធំជាងគេហ្នឹងនេះគឺអាយុប៉ុណ្ណេះហើយគាត់ថាចង់ឲ្យកូនហ្នឹងទៅម្នាក់ទៀតព្រោះអីពេលពួកគាត់ហ្នឹងតែងតែលេងជាមួយគ្នាទៅរៀនជាមួយគ្នាបាទឥឡូវហ្នឹងបងការលំងមកចង់ឲ្យកូនហ្នឹងទៅជាមួយ4នាក់នេះហ្នឹងដែរមូលហេតុអីដែរព្រោះថាទៅរៀនទៅ3នាក់បងប្អូនហ្នឹងវាជួយមើលបងប្អូនពួកឯងទៅរៀនសាលាលើឆ្ងាយពេលបាត់ទៅវាគេតែឯងអ្នកឯងអត់ទៅតែតោបាទនៅតែឯងនេះឥឡូវសម័យខ្លួនអូនចង់ទៅហ៎អូសិតតែគោលការណ៍ស្ម័គ្រចិត្តទាំងអស់គ្នាអញ្ចឹង